ខ្ញុំឃើញពុកមាត់បងប្រុសស្កើខ្ញុំក៏សម័យថាថ្ងៃណាមួយខ្ញុំក៏ឈានទៅដល់ឋានៈការដូចបងប្រុសដែរព្រោះអាយុរបស់មនុស្សយើងកាន់តែទៅមុខពីមួយថ្ងៃទៅមួយថ្ងៃតែខ្ញុំមិនសូវខ្វល់ទេព្រោះដោយសារតែខ្ញុំជាម្ចាស់ប្រេនកៅបកពុកមាត់ស្រាប់អញ្ចឹងសម្រាប់ខ្ញុំពុកមាត់ឲ្យតឡើងមកបន្តិចមកខ្ញុំបកចោលខ្ទេចគ្មានឲ្យឯងនៅសល់នៅលើផ្ទៃមុខមើលទៅសម្មុំអាក្រក់មើលស្អីទេខ្ញុំចង់ឲ្យបងប្អូនជឿជាក់លើកៅបកពុកមាត់បងមករារបស់ខ្ញុំព្រោះគឺជាគុណភាពផលិតផលដែលខ្ពស់មែនតើខ្ញុំក៏ហ្មងគុណភាពនឹងមកសម្រាប់បងប្រុសដែលគាត់មានតសៃពុកមាត់ក្រាស់ហ្មងណាព្រោះខ្ញុំយល់ពីអារម្មណ៍របស់មនុស្សប្រុសដែលគាត់មានបញ្ហាតសៃពុកមាត់ក្រាស់ហ្នឹងវាមិនជាបញ្ហាអីទេវាទូទៅទៅហើយក៏ប៉ុន្តែយើងឃើញថាចាក់ស្ដែងគឺវាអញ្ចឹងពិតមែនអញ្ចឹងនៅពេលដែលខ្ញុំផលិតកាវបកពុកមាត់នេះមកខ្ញុំ custom យកកាវដែលមានគុណភាពខ្ពស់ធ្វើម៉េចក៏ដោយបកតសៃពុកមាត់ដែលមានតសៃក្រាស់ធំហ្នឹងឲ្យចេញស្អាតពីលើផ្ទៃមុខព្រោះបងក៏ដូចខ្ញុំក៏ដូចបងទាំងអស់គ្នាដែរសិតតែអ្នកដែលមានពុកមាត់សម្មោមដូចគ្នាអញ្ចឹងនៅពេលដែលខ្ញុំយល់អារម្មណ៍នឹងច្បាស់ការផលិតកាវរបស់ខ្ញុំធ្វើមកចំគោលដៅហ្មងអញ្ចឹងបានថាឲ្យជឿជាក់លើកាវបកពុកមាត់បងមករាមួយឈុត25រៀលហ្នឹងបងប្អូននៅប្រើបានយូររាប់ខែមួយឈុត25ហ្នឹងមានទាំងឈុតហ្មងមានឆ្នាំងមួយកាវ400ក្រាមឲ្យស្លាប់ព្រាបៀបងប្អូនចង់ទិញយកទៅបកនៅផ្ទះខ្លួនឯងក៏បានដែរបើសិនជាថាខ្ជិលមកបកដល់ហាងតែបើមកបកដល់ហាងពុកមាត់ក្រាស់ដូចបងប្រុសតម្លៃតែ$3ទេគិតលុយខ្មែរស្មើ12000ទេតែសម្រាប់នៅខាងឈុកមាសបងប្អូនផ្សារឈុកមាសតម្លៃពុកមាត់ដូចបងប្រុសគឺ4រៀលហើយព្រោះលើសពីខាងនេះ1រៀលបាទហើយហាងបកពុកមាត់បងមករាមានដល់ទៅ2សាខានៅភ្នំពេញទីតាំងទី1នៅអូដឹមទីតាំងទី2នៅផ្សារឈុកមាស link location ទាំងពីរនៅលើ caption Telegram ក៏មានដែរអញ្ចឹងអាចឆាតទិញក៏បានមកហាងក៏បានបាទ